នាងវេនតើអ្នកមានន័យដូចម្ដេចទោះបីជាគ្រួសារស៊ីរបស់យើងក្រីក្រប៉ុន្តែហេងជាអ្នករៀនសូត្រថ្ងៃក្រោយនឹងត្រូវធ្វើជាមន្ត្រីក្នុងនាមជាអ្នករៀបការចូលមកថ្លៃបណ្ណាការប្រគល់ឲ្យម្ដាយក្មេកចាត់ចែងតើមិនមែនជារឿងត្រឹមត្រូវទេមុខមួយនេះខ្ញុំចងចាំរហូតដល់ថ្ងៃស្លាប់សូមអង្វរជួយទៅប្រាប់អ្នកប្រុសផងឲ្យអ្នកប្រុសមកមើលអ្នកនាងបន្តិចទៅប៉ុន្តែស៊ីឆាងហេងមិនបានមកទេគេកំពុងតែកំដរកូនស្រីរបស់នាយករដ្ឋមន្ត្រីទស្សនាព្រើខ្ញុំបានត្រឡប់មកវិញហើយត្រឡប់មកនីតិខរដូវនៃឆ្នាំយ៉ុងអានទី16ត្រឡប់មកថ្ងៃដែលគ្រូសាស៊ីមកពិភាក្សាការដណ្ដឹងកូននេះចៅនាងម្ដាយមិនមានបំណងអាក្រក់ទេយើងទាំងពីរអ្នកនឹងរៀបការជាមួយគ្នាថ្ងៃក្រោយនឹងក្លាយជាគ្រួសារតែមួយរវាងគ្រួសារតែមួយហេតុអ្វីត្រូវបែងចែកច្បាស់លាស់ម្ល៉េះអ្នកប្រុសស៊ីនិយាយបានត្រឹមត្រូវហើយក្នុងន័យថាជាគ្រួសារតែមួយមិនបាច់បែងចែកច្បាស់លាស់ទេចឹងប្រាក់ដែលគ្រួសារស៊ីខ្ចីពីគ្រួសារវេនជាច្រើនឆ្នាំមកនេះក៏គួរតែសងវិញទាំងអស់នៅថ្ងៃនេះដែរឯងនិយាយស្អីហ្នឹងយកសៀវភៅបញ្ជីមកថ្លៃធ្វើដំណើរប្រឡងថ្នាក់តំបន់30ណែនថ្លៃព្យាបាលជំងឺផ្ដាសាយរបស់ម្ដាយស៊ី50ណែនថ្លៃជួសជុលផ្ទះចាស់មួយរយ20ណែនអស់សោះក្រណាត់ទឹកប៊ិចក្រដាសរទេះសេះគិតជាប្រាក់93ណែនសរុបទាំងអស់363ណែនវិញចៅនាងជាកូនស្រីមិនទាន់រៀបការសោះហាស្ដីឡើងនិយាយតែរឿងលុយកាក់តើវាសមរម្យដែរទេពេលខ្ចីលុយមិនដែលខ្ពើមថាប្រាក់កាក់ជារបស់សាមញ្ញទេដល់ពេលសងលុយបែរជាចោទថាខ្ញុំមិនដឹងខុសត្រូវទៅវិញលោកស្រីសៀហេតុផលនេះស្ដាប់មិនចូលទេចៅនាងថ្ងៃនេះអូនពិតជាគ្មានមារយាទខ្លាំងណាស់តើមានអ្នកណាញុះញង់អូនមែនទេគ្មានអ្នកណាញុះញង់ទេអាពាហ៍ពិពាហ៍នេះខ្ញុំមិនរៀបការទៀតទេឯងហ៊ានលុបចោលការដណ្ដឹងផងអេស្រីដែលលុបចោលការដណ្ដឹងគឺខូចកេរ្តិ៍ឈ្មោះអស់ហើយថ្ងៃក្រោយតើមានអ្នកណាហ៊ានយកឯងទៀតប្រសិនបើកេរ្តិ៍ឈ្មោះរបស់ខ្ញុំត្រូវពឹងផ្អែកលើការរៀបការចូលគ្រួសារស៊ីដើម្បីរក្សានោះខ្ញុំសុខចិត្តមិនយកវាឡើយចៅនាងប្រសិនបើថ្ងៃនេះអូនដើរចេញពីទីនេះនោះនឹងគ្មានផ្លូវត្រឡប់ក្រោយឡើយអ្នកប្រុសស៊ីសូមរក្សាកិត្តិយសផងឈិនយីងឯងក៏មកចូលរួមលេងសាច់ឈួតជាមួយនាងដែរអេខ្ញុំជាអ្នកបម្រើដឹងត្រឹមតែថាអ្នកនាងមិនទាន់បានចូលទ្វារគ្រួសារស៊ីនៅឡើយទេអ្នកប្រុសស៊ីមិនគួរសម្ដែងអាការៈមករារាំងនាងឡើយឯងមើលចុះសំបីតែឈិនយីងក៏យល់ពីវិន័យដែរប៉ុន្តែអ្នកប្រុសស៊ីបែរជាធ្វើជាមិនយល់ទៅវិញស៊ីឆាងហេងកាលពីមុនខ្ញុំបានងាកក្រោយមើលឯងច្រើនដងពេកហើយលើកនេះខ្ញុំនឹងដើរទៅមុខតែប៉ុណ្ណោះមិនមែនថាខ្ញុំមិនខ្លាចនោះទេស្រីដែលលុបចោលការដណ្ដឹងបង្កើតគ្រួសារផ្ទាល់ខ្លួនដណ្ដើមទ្រព្យសម្បត្តិគ្រប់ជំហានសុទ្ធតែប្រឈមនឹងគ្រោះថ្នាក់ប៉ុន្តែខ្ញុំធ្លាប់ស្លាប់ម្ដងរួចទៅហើយក្នុងជាតិនេះខ្ញុំមិនធ្វើជាភរិយាដ៏ល្អរបស់នរណាឡើយមិនធ្វើជាឈ្នាន់ជាន់របស់នរណាឡើយខ្ញុំធ្វើជាខ្លួនឯងវេងចៅនាងអ្នកនាងតើអ្នកនាងពិតជាចង់ចូលទៅមែនទេប្រសិនបើចាស់ទុំក្នុងត្រកូលដឹងរឿងនេះពួកគេច្បាស់ជាចាប់អ្នកនាងទៅកាន់វិហារបុកបុរសហើយនាងវេនការដែលស្ត្រីបង្កើតគ្រួសារផ្ទាល់ខ្លួនមិនមែនជារឿងតូចតាចឡើយនាងនៅមានសាច់ញាតិក្នុងត្រកូលហេតុអ្វីត្រូវធ្វើឲ្យមើលទៅអាក្រក់យ៉ាងនេះរឿងរ៉ាវក្នុងត្រកូលអ្វីដែលគួរឲ្យខ្លាចបំផុតគឺការបែកបាក់សាមគ្គីភាពប្រសិនបើថ្ងៃនេះនាងបង្កើតគ្រួសារផ្ទាល់ខ្លួនថ្ងៃក្រោយមានពិធីការផ្សេងក្នុងត្រកូលតើមានអ្នកណាទទួលស្គាល់នាងទៀតប្រសិនបើពួកគេទទួលស្គាល់ខ្ញុំគ្រាន់តែដើម្បីដណ្ដើមយកហាងលក់ថ្នាំនិងចំការថ្នាំរបស់ខ្ញុំនោះសាច់ញាតិបែបនេះមិនបាច់ស្គាល់ក៏ល្អដែរជាកូនស្រីនិយាយស្ដីគួរតែទុកផ្លូវក្រោយខ្លះទើបជាការល្អកាលពីមុនខ្ញុំធ្លាប់ទុកផ្លូវក្រោយច្រើនដងពេកហើយចុងក្រោយអ្នកអតីតបែរជាគិតថាវាជាផ្លូវរបស់ពួកគេទៅវិញថ្ងៃនេះខ្ញុំមិនទុកទៀតទេខ្សែស្រឡាយផ្ទាល់របស់ត្រកូលវេនសតែខ្ញុំម្នាក់គត់បណ្ដាំរបស់ឪពុកខ្ញុំបានសរសេរយ៉ាងច្បាស់ថាហាងលក់ថ្នាំនិងចំការថ្នាំគឺត្រូវប្រគល់ឲ្យខ្ញុំជាអ្នកបន្តវេនសាច់ញាតិក្នុងត្រកូលគ្មានអ្នកណារៀនសូត្រខាងថ្នាំសោះតែបែរជាព្យាយាមបង្ខំឲ្យខ្ញុំរៀបការជាច្រើនលើកប្រសិនបើរាជការមិនអនុញ្ញាតឲ្យខ្ញុំបង្កើតគ្រួសារផ្ទាល់ខ្លួនទេនោះចំណេះដឹងវិទ្យាសាស្ត្ររាប់រយឆ្នាំរបស់គ្រួសារវេននឹងត្រូវបាត់បង់នៅក្នុងដៃរបស់ខ្ញុំហើយលោកជំទាវស្រុកស្រាប់តែរើជំងឺចាស់ឡើងឈឺណែនទ្រូងខ្លាំងណាស់ប្រសិនបើលោកម្ចាស់ជឿជាក់លើខ្ញុំអាចឲ្យខ្ញុំព្យាយាមសាកល្បងមើលបាន